បាទសួស្តីបងប្អូនអរគ្នាខ្ញុំពុទ្ធីថ្ងៃនេះខ្ញុំសូមមកធ្វើការចែកម្លែកការវិភាគមាសនៅថ្ងៃទី17ខែ7ឆ្នាំ2026វេលាម៉ោងប្រហែលជា1រសៀលបាទអញ្ចឹងថ្ងៃនេះខ្ញុំមាន3ចំណុចដែលនឹងមកធ្វើការចែកម្លែកជូនបងប្អូនក៏ដូចជា trader ថ្មីឬក៏ trader ចាស់ផ្សេងៗជាដើមជាពិសេសក្រុមអ្នកដែលគាត់ត្រៀមនឹងចូលទីផ្សារហើយបានសិក្សាស្វែងយល់មួយចំនួនធំហើយក៏អាចនឹងមើលទៅយល់ទៅលើការវិភាគការកំណត់ទៅលើ support resistance រតម្លៃផ្សេងៗជាដើមបាទអញ្ចឹងថ្ងៃនេះខ្ញុំមាន3ចំណុចដែលត្រូវមកចែកម្លែកទី1គឺខ្ញុំចង់បង្ហាញពីទីផ្សារមាសចេញពីតម្លៃណាមកដែលមកដល់តម្លៃនេះហើយទី2គឺតើវាមកដល់តម្លៃនេះហ្នឹងគឺនៅឯណាមានន័យថាយើងរកតម្លៃខ្ពស់បំផុតហើយនឹងតម្លៃទាបបំផុតហើយគម្លាតពីតម្លៃខ្ពស់បំផុតនិងតម្លៃទាបបំផុតហ្នឹងគឺក្នុងប្រមាណ pip ហើយបើសិនជាយើងរកឃើញតម្លៃប៉ុណ្ណឹងហើយយើងចាប់ទីផ្សារបានហើយតើតម្លៃបច្ចុប្បន្នដែលទីផ្សារកំពុងដើរនេះយើងគួរតែលេងទីផ្សារអីដែលវាមានហានិភ័យទាបឬមួយក៏អាចបង្កើតផលចំណេញបានច្រើនជាងការខាតបង់ឬក៏ហានិភ័យចឹងខ្ញុំមិនបានចែកម្លែកលម្អិតទៅលើអ្វីដែលខ្ញុំបានវិភាគទេដោយសារតែមានការสนับสนุนឲ្យខ្ញុំវិភាគពីមិត្តភ័ក្តិរួមអាជីពជាមួយគ្នាជា trader តាមដែលគាត់ញ៉ាំកាហ្វេថ្ងៃមុនជាមួយគ្នាថាជួយចែកម្លែកឲ្យគ្នាយើងផងអញ្ចឹងខ្ញុំក៏បើកពី Line account របស់ខ្ញុំតែម្ដងដែលខ្ញុំបានវិភាគអង្គុះវិសវារាល់ថ្ងៃទៅលើការវិភាគទៅលើទីផ្សារមាសនេះដើម្បីចាប់វាឲ្យបានគ្រប់ជ្រុងជ្រោយមុនយើងកំណត់ទៅលើការចូលទីផ្សារអញ្ចឹងខ្ញុំសូមមកចូលចែករំលែកខ្លីបំផុតគឺទៅលើទីផ្សារមាសដែលយើងដើរចេញពីតម្លៃណាដែលខ្ពស់បំផុតគឺតម្លៃខាងលើនេះគឺដែលខ្ញុំបានដាក់តម្លៃវាគឺ4890.18ដែលជាតម្លៃខ្ពស់បំផុតហើយសម្រាប់ឯតម្លៃទាបបំផុតរបស់វាហ្នឹងគឺក្នុងរង្វង់ 3942.7 នេះជាតម្លៃដែលទាបបំផុតរបស់មាសអញ្ចឹងយើងឃើញថាគម្លាតរវាងតម្លៃនេះគឺក្នុងរង្វង់ 9000 ជាង pip ដែលបង្គោលទីផ្សារឬមួយក៏ការឈរទីផ្សារគឺឈរនៅខាងបាតមានន័យថាឈរនៅខាងក្រោមនៃតម្លៃទៅលើ 9000 ជាង pip ហ្នឹងបាទ 9000 ជាង pip ហ្នឹងគឺឈរទីផ្សារនៅបាតតែម្ដងបាទទីផ្សារនៅបាតតែម្ដងអញ្ចឹងបើសិនជាយើងឃើញថាទីផ្សារនៅបាតហើយយើងប្រកាសជាដឹងហើយថាត្រូវលេងទីផ្សារអីល្អជាងគឺប្រកាសជាលេងទីផ្សារបាយហើយប៉ុន្តែបងប្អូនត្រូវត្រៀមលក្ខណៈមួយថានៅក្នុងការរៀនសូត្ររបស់យើងគឺមានជា standard chart pattern គឺគេហៅថា descending អញ្ចឹង descending chart pattern នេះគឺជាប្រភេទ chart pattern មួយដែលលំនាំទីផ្សារបុកមកក្រោមមានន័យថាចុះហើយបុកដាច់ទៅលើ support ហើយចុះមកក្រោមទៀតនេះគឺជាគំរូ chart pattern standard ដែលជាទូទៅអ្នកណាក៏គេដឹងដែរប៉ុន្តែសម្រាប់ខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនថាគួរតែមិនគួរដេញ sell នៅខាងនេះទេអញ្ចឹងយើងអាចរងចាំថាបើសិនជាទីផ្សារយើងបុកដាច់យើងគួរតែលេង sell ចាប់ពីខាងក្រោមនេះទៅហើយបើសិនជាទីផ្សារយើងមិនទាន់បុកដាច់ខាងក្រោមនេះទេទាំងអស់គ្នាកុំបថុយទៅលើការលេង sell អីដោយសារតែទីផ្សាររបស់យើងគឺនៅបាតហើយអញ្ចឹងបើសិនជាទីផ្សារយើងឡើងទៅលើបុកដរាបណាបុកមិនទាន់ឆ្លងទៅលើ10បង្គោល3926ឬមួយក៏ខាងក្រោម3967ទេទាំងអស់គ្នានៅតែមានឱកាសលេងបាយបាទនៅតែមានឱកាសលេងបាយយើងជាប់បាយគឺប្រសើរជាងជាប់ sell ដោយសារតែគម្លាតទីផ្សាររបស់យើងនៅកំពូលខាងលើហើយយើងបានជាប់បាយនៅឯបាតខាងក្រោមគឺវាមានហានិភ័យទាបដោយឡែកតើការចូលបាយនៅទីតាំងនេះគឺយើងដាក់ TP នៅណាអញ្ចឹងខ្ញុំសូមចែកម្លែកទៅលើ TP មួយទៅបាទខ្ញុំឲ្យគ្នាយើងដាក់ក្នុងរង្វង់40-20អាច40-15អីចឹងទៅយើងដាក់ TP ទៅកុំដាក់ខ្ពស់ពេកព្រោះបើខ្ពស់ពេកអាចនឹងទីផ្សារយើងទៅអត់ដល់ទីហោខាងអស់គ្នាដាក់នៅលើ support resistance ទីផ្សារយើងបុកមិនងាយដាច់ទេបុកមិនងាយដាច់ហើយស្រាប់បុកមកក្រោមបាត់យើងនឹងអាចមិនចូល TP ទេចូល SL បាត់ហើយបើស្អាតដល់អស់គ្នាដាក់នៅក្រោម resistance ទី2ទៀត
ហានិភ័យខ្ពស់វិញហ្នឹងហើយវាអាចនឹងដល់ក៏ត្រូវការពេលវេលាយូរដែរណាពេលវេលាយូរដែរអញ្ចឹងហើយដោយសារតែទីផ្សាររបស់យើងអត់តាក់ទងមួយពេលវេលាយូរទេដោយសារតែនៅក្នុងរៀងរបស់យើងមួយគឺរៀង descending chart pattern អញ្ចឹងតាម chart pattern វាត្រូវបុកមកក្រោមហើយប៉ុន្តែយើងមិនមែនចូល sell ត្រៀមពីនេះទៅហើយបុកមកក្រោមហើយស្រាប់តែហើយទៅវាបត់ដាច់គឺវាបច្រាស់ chart pattern បុកឡើងទៅលើបាត់អញ្ចឹងទាំងអស់គ្នាអ្វីដែលខ្ញុំសង្ខេបខ្លីឡើងមកវិញទី1អ្នកគ្នាអាចចូលបាយបានតែមិនចូល sell ឥឡូវនេះទេទី2អ្នកគ្នាដាក់ TP គឺមិនឲ្យលើ resistance ទី1ទេមិនឲ្យលើនេះទេអាចដាក់នៅខាងក្រោមនឹងបានទាញមើល support strong តាមជាក់ស្ដែងខ្លួនឯងណាហើយសម្រាប់ ISL អ្នកគ្នាអាចដាក់នៅខាងក្រោម resistance នេះទៅបាទសំទោសក្រោម support នេះទៅបាទក្នុងរង្វង់15ទៅ20លេខមកគឺយើងអាចដាក់ SL នៅខាងនេះបានហើយអញ្ចឹងយើងដាក់ TP ឲ្យរៀងវែងនេះទៅដាក់ SL រៀងទាបជាងទៅហើយអ្នកគ្នាអាចឆែកទៅលើតម្លៃបន្ថែមបានបើសិនជានៅនេះមានជា body យើងដាក់នៅខាងក្រោម body មកហ្នឹងហើយចុង shadow ជា fact price ដែលជាទូទៅគឺវាកម្រមកវិលមកវិញណានេះគឺជាអ្វីដែលខ្ញុំចង់មកចែកម្លែកគ្នាយើងខ្លីៗបាទដែលអាចឲ្យជាកន្លឹះសម្រាប់គ្នាយើងចូលត្រៀមលក្ខណៈថាតើយើងលេងបាយទីផ្សារអីផ្សារចូលបាយផង sell ផងបាយផង sell ផងផ្លិចមើលអា chart pattern ផ្លិចមើល support resistance បាយជាយើងជួបហានិភ័យចឹងយើងចាប់ទីតាំងឬក៏ផែនទីរួចរាល់ហើយចូលនៅឡៃណាចេញនៅឡៃណាឈប់នៅណាហើយចេញនៅណាហើយរងចាំពេលណាពេលទីផ្សារកាន់តែគៀងអស់គ្នាកុំព្យាយាមចូលអីណាយើងព្យាយាមអ៊ុតវិញចាំមើលបំបីទៅលើឬក៏បំបីទៅក្រោមវិញអញ្ចឹងណាអូខេខ្ញុំសូមចែកម្លែកប៉ុណ្ណឹងខ្លីៗហើយបើសិនទាំងអស់គ្នាមាន comment អីចង់ដឹងពីអីផ្សេងបន្ថែមទៀតអរគ្នាអាច comment ឬក៏ chat សួរខ្ញុំផ្ទាល់តាមរយៈ097តាមរយៈ07195ក្រេ86បាទអរគ្នាអាចទាក់ទងមកខ្ញុំបានចង់សួរនាំចង់ជជែកគ្នាវិភាគទីផ្សារអីផ្សេងៗហ្នឹងគឺខ្ញុំស្វាគមន៍បាទអញ្ចឹងការវិភាគរបស់ខ្ញុំបានចោលលម្អិតមែនតែនដែលរីកលាមើលកម្លាំងនិងមើលបង្គោលទីផ្សារជាច្រើនដើម្បីឲ្យយើងដឹងថាទីផ្សាររបស់យើងគឺអត្តចរិតវាបែបណាការស្គាល់ទីផ្សារដូចយើងស្គាល់មិត្តភ័ក្តិយើងអញ្ចឹងណាបើសិនជាយើងអត់ស្គាល់អត្តចរិតរបស់មិត្តភ័ក្តិយើងទេយើងមិនអាចរាប់អានគ្នាបានទេអញ្ចឹងការគូសវាក៏ដូចជាការមើលទម្លាប់ទីផ្សារហ្នឹងគឺជាការកំណត់សម្គាល់អត្តចរិតរបស់ទីផ្សារដែរអញ្ចឹងយើងស្គាល់អត្តចរិតគាត់កាន់តែច្បាស់យើងដឹងថាគាត់ដើរទៅណាកាន់តែច្បាស់ដែរអញ្ចឹងនេះគឺជាការកត់សម្គាល់របស់ខ្ញុំទៅលើអត្តចរិតទីផ្សារមួយរយៈចុងក្រោយនេះបាទរយៈពេលចូល2ឆ្នាំនេះខ្ញុំបានវិភាគទីផ្សារនេះគឺចូល3ឆ្នាំឆាតរបស់ខ្ញុំនេះបាទចូល3ឆ្នាំប៉ុន្តែយើងយកតែមួយថ្ងៃនេះដើម្បីយកមកចែកម្លែកទេបាទយើងមើលទៅក្រោយទៅវាមានច្រើនណាច្រើនឆ្នាំបាទច្រើនឆ្នាំបាទ2022 23មកម្លេះបាទយូរឆ្នាំបាទអូខេចឹងខ្ញុំមានប៉ុណ្ណឹងគ្នាយើងអរគុណច្រើនបងប្អូនអរគ្នាដែលចំណាយពេលវេលាស្ដាប់ហើយមើលបើសិនជាមានការខុសលើសលួសឬក៏ពាក្យពេចន៍ណាដែលមិនសមរម្យខ្ញុំសូមអធិស្ឋានផងហើយការវិភាគរបស់ខ្ញុំគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនមិនប្រកាសថាខ្ញុំវិភាគទៅត្រូវ 100% ឬក៏ត្រូវគំនិតបងប្អូន 100% ទេបើសិនជាចំណុចណាដែលយើងរៀនសូត្របានយើងរៀនទៅបើសិនជាចំណុចណារៀនសូត្រមិនបានទេយើងចាត់ទុកថាស្ដាប់ហើយក៏ចោលទៅបាទអរគុណច្រើនគ្នាយើងសុខសប្បាយជូនពរឲ្យជោគជ័យអរគ្នាក្នុងវិស័យ Forex អរគ្នាបាទអរគុណបាយបាយ